នេះជាអ្វីដែលខ្ញុំធ្វើរងចាំប្តីត្រឡប់មកពីធ្វើការវិញហើយនេះយប់រៀងច្រើនដែរហើយម៉ោង9ម៉ោង10ដែរដែលខ្ញុំធ្វើហ្នឹងគឺខ្ញុំរងចាំប្តីខ្ញុំត្រឡប់មកពីធ្វើការវិញឥឡូវឧទាហរណ៍ថាថ្ងៃហ្នឹងបើសិនជាម៉ោងនឹងហើយបងរ៉េតអត់ទាន់ចូលផ្ទះប៉ុន្តែអត់មែនទៅធ្វើការឯណាមកវិផឹកសួរតែខ្ញុំធ្វើម្ហូបចាំអត់ទេបងប្អូនមកកុំឲ្យតែខ្ញុំស្រឡឹងមុខទៀតទៅបានហើយចឹងបានថាបងប្អូនតែខ្លះមិនមែនយើងមិនចេះប្រតិបត្តិប្តីទេតែគ្រាន់ថាអាស្រ័យលើថាប្តីមិនតាន់ត្រឡប់ចូលផ្ទះវិញហ្នឹងយប់ស្មើនឹងប្តីមកពីណាប្តីកំពុងផឹកឬប្តីកំពុងទៅធ្វើការអញ្ចឹងប្រពន្ធគ្រប់គ្នាមិនថាខ្ញុំមិនថាគេបើសិនជាប្តីមកពីធ្វើការមែនណាទោះអត់ល្ងួយទោះយប់ជ្រៅប៉ុណ្ណាក៏អង្គុយចាំប្តីមកវិញធ្វើម្ហូបចាំប្តីដែរជួនណាម្ហូបមានហើយប៉ុន្តែវាដូចជាម្ហូបពីថ្ងៃអីចឹងទៅវាអត់សូវឆ្ងាញ់ទៅម្ហូបថែមមកប្តីទៀតប្តីមកពីធ្វើការអស់កម្លាំងឲ្យប្តីហូបចុកបានឆ្ងាញ់តែបើសិនជាប្តីទៅផឹកឬទៅដើរលេងមកពីណាពីណីសួរថាមានអារម្មណ៍នឹងធ្វើម្ហូបចាំប្តីអត់ទាំងខ្ញុំទាំងគេអត់ទេហើយបើថាប្រពន្ធមុខលុយក៏មិនមែនដែរខ្ញុំថាអត់មែនទេព្រោះនឹងគឺជាតម្លៃមនុស្សប្រុសត្រូវមានតម្លៃរបស់មនុស្សប្រុសមនុស្សស្រីក៏ត្រូវមានតម្លៃរបស់មនុស្សស្រីដូចគ្នាគាត់មានតម្លៃនិងគាត់ចាញ់ទៅរលុយមកចិញ្ចឹមគ្រួសារទទួលបន្ទុកក្នុងគ្រួសារស្ត្រីដែលនៅផ្ទះក៏មានតម្លៃនៅផ្ទះគឺគាត់ដាំបាយធ្វើម្ហូបចាំប្តីគាត់ត្រឡប់មកពីធ្វើការរៀបចំទុកដាក់យ៉ាងស្អាតបាតខ្ញុំមិននឹកស្មានតែខ្ញុំធ្វើបានដល់ប៉ុណ្្នឹងបងប្អូនគឺធ្វើបាយម្ហូបឲ្យគ្របចាំយ៉ាងស្អាតចាំប្តីត្រឡប់មកពីធ្វើការវិញ